បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃដែលខ្ញុំបាទធ្វើវីដេអូបង្ហាញបងប្អូនហ្នឹងពីរបៀបបិទ Save Auto នៅក្នុង Telegram បងប្អូនណាខ្លះដែលរាល់ថ្ងៃហ្នឹងកំពុងតែជួបប្រទះនៅបញ្ហាពេលដែលមាននរណាម្នាក់ផ្ញើរូបភាពឬមួយក៏វីដេអូចូលមកក្នុង Telegram របស់បងប្អូនពេលដែលបងប្អូនចុចមើលរូបភាពឬមួយក៏វីដេអូនោះគឺតែងតែឃើញរូបភាពឬមួយក៏វីដេអូទាំងអស់ហ្នឹងវារត់ចូលមកក្នុងទូរស័ព្ទដៃរបស់បងប្អូនដោយស្វ័យប្រវត្តិតែម្ដងទាំងដែលបងប្អូនមិនបានធ្វើការទាញយកឬក៏ download យកមកទេនេះវារត់ចូលមកកន្លែងផ្ទុករូបភាពឬមួយជាភាសាអង់គ្លេសគេដាក់ថា Gallery ភាសាខ្មែរមានពាក្យថាវិចិត្រសាលពេលដែលបងប្អូនចូលមក Gallery ដើម្បីធ្វើការឆែករូបភាពមើលបងប្អូននឹងឃើញរូបភាពដែលគេផ្ញើមកចូលតាមរយៈ Telegram វា Save Auto មកក្នុងទូរស័ព្ទដៃរបស់បងប្អូនតែម្ដងចង់ប្រាប់បងប្អូនថានៅក្នុង Telegram វាមានមុខងារSave រូបភាព Auto បើសិនជាបងប្អូនធ្វើការបង្កើត Telegram មកថ្មីឬមួយបងប្អូនបង្កើតមកយូរហើយប៉ុន្តែបងប្អូនអត់បានធ្វើការទាញកុងតាក់3នេះបិទទេនេះមានពាក្យថា private chat group ហើយនិង channel មានន័យថារូបភាពដែលបងប្អូនធ្វើការចុចមើលឬមួយក៏បងប្អូនធ្វើការចុចplay វីដេអូមើលរូបភាពឬមួយក៏វីដេអូដែលបងប្អូនធ្វើការចុចនោះនឹងរត់ចូលទៅក្នុងទូរស័ព្ទដៃរបស់បងប្អូនតែម្ដងអញ្ចឹងបើសិនជាបងប្អូនអត់ចង់បានបែបហ្នឹងទេបងប្អូនចង់ធ្វើការជំរើសយករូបភាពមួយណាដែលបងប្អូនចង់ធ្វើការទាញយកទើបឲ្យវារត់ចូលទៅក្នុងទូរស័ព្ទដៃរបស់បងប្អូនអាចធ្វើការកំណត់បិទបានបងប្អូនគ្រាន់តែចូលមកក្នុងTelegram របស់បងប្អូនមកចូលមកក្នុង Telegram រួចហើយបងប្អូនរកមើលខាងក្រោមនេះរកមើលនិមិត្តសញ្ញាកងចាក់ភាសាអង់គ្លេសគេដាក់ថា setting ពេលដែលបងប្អូនចូលមកsetting ហើយបងប្អូនធ្វើការscroll មកខាងក្រោមបន្តិចមកទៅរកមើលនិមិត្តសញ្ញាដូចជាបែងចែកភាគរយនេះភាសាអង់គ្លេសគេដាក់ថា data and storage ចុចមកពេលដែលបងប្អូនចូលមកក្នុង data and storage ហើយបងប្អូនរកមើលពាក្យថា save to gallery អញ្ចឹងបងប្អូននឹងឃើញ3នេះអញ្ចឹងបងប្អូនត្រូវតែទាញកុងតាក់3នឹងបិទមានពាក្យថា private chat group ហើយនិង channel អញ្ចឹងដំបូងខ្ញុំទាញកន្លែងពាក្យថា private chat ដើម្បីធ្វើការបិទទាញមកកន្លែងកុងតាក់ហ្នឹងពេលដែលទាញមកបងប្អូននឹងឃើញកុងតាក់ហ្នឹងនឹងលែងឡើងពណ៌ខៀវហើយឡើងពណ៌ slate វិញម្ដងណាហើយនៅខាងខាងក្រោមprivate chat ហ្នឹងនឹងឃើញពាក្យថា off អញ្ចឹងខ្ញុំទាញកុងតាក់នេះបិទម្ដងទៀតមួយទៀតណានេះចេញ off ហើយកន្លែងគ្រប់ហ្នឹងហើយទាញ channel មួយទៀតឃើញ channel នឹងចេញ off ម្ដងទៀតណាអញ្ចឹងទាញតែប៉ុណ្្នឹងបិទទៅរួចរាល់ហើយបងប្អូនធ្វើការ clear ចោលឬមួយក៏back ថយក្រោយមកចប់រឿងហើយណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមុនឃ្លីបពីបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងនៅពេលនេះដែរខ្ញុំបាទសូមអរការជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ